Hello សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូដែលខ្ញុំមកកបតហើយនេះគឺជាវីដេអូដែលយើងបានមកដល់ហើយប៉ុន្តែថ្ងៃនេះដែរគឺខ្ញុំចង់មានវីដេអូចែកម្លែកពីរឿងកំ pl ែងមួយតែពេលតាមផ្លូវខ្ញុំបានមកដល់កបតហ្នឹងចង់ចែកជូនបងប្អូនទាំងអស់គ្នាឲ្យតាមដានមើលទាំងអស់គ្នាថាបងប្អូនមានអារម្មណ៍មិនដែរអញ្ចឹងនិយាយទៅតាមផ្លូវដែលមកកបតហ្នឹងគឺថាមានខុសសពតែម្ដងនិយាយទៅវាមានជាការហួសចិត្តនិងមានជាការប្រួយបារម្ភដល់អ្នកដែលរួមដំណើរជាមួយអញ្ចឹងណាតែក៏មិនដឹងថាធ្វើម៉េចដែលអាចទៅនិយាយជាមួយគាត់ប្រាប់គាត់បានទេគឺមានតែថតវីដេអូនឹងឯងហើយដើម្បីកុំឲ្យបងប្អូនទាំងអស់គ្នាឆ្ងល់ទេតោះយើងមកតាមដានទស្សនាទាំងអស់គ្នាថាមានរឿងអីកើតឡើងបងប្អូនមើលពូនេះក៏ប្រណាំងឡានណាអុយណាឃើញហើយមើលគាត់ទៅបាត់នេះហើយបងប្អូនទាំងអស់គ្នានេះអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាឲ្យឃើញគឺនេះពូម្នាក់ដែលគាត់ពាក់អាវក្រហមជិះម៉ូតូនៅមុខឡានខ្ញុំហ្នឹងណាគឺគាត់មិនដឹងថាជិះមកពីណាទេឬគឺគាត់ដូចជាមកពីពេញដូចខ្ញុំដែរទេបើតាមជួបគាត់ហើយនេះមើលកុងទ័រឡានណាបងប្អូនគឺកុងទ័រចិត្តដល់100ហើយអានេះខ្ញុំឡានទូចផងណាប៉ុន្តែគាត់វ៉ាដល់ឡានធំទៀតហើយគាត់ជិះយ៉ាងទៅគាត់ចុកជើងទៅគាត់ទម្លាក់ជើងប៉ុន្តែគាត់ជិះព្យាយាមវ៉ាឡានខ្ញុំហើយព្យាយាមវ៉ាឡានគេខាងមុខទៀតគឺគាត់អត់មានបន្ថយទេហើយម៉ូតូហ្នឹងបើតាមខ្ញុំស្មានទៅកុងទ័ររបស់គាត់ហ្នឹងគាត់ជិះ120ហ្មងហើយពូឡានគេលឿនណាបងប្អូនទាំងអស់គ្នាមើលក្នុងវីដេអូហ្នឹងអញ្ចឹងគឺថាគាត់ជិះសាហាវហ្មងខ្ញុំអត់ដែរជួបទេបងប្អូនមិនដែរជួបទេនិយាយទៅគឺទំតែឃើញគាត់មួយថាគាត់ជិះសាហាវខ្លាំងកន្លែងណាដែលថាត្រូវគេប្រអន់អីចឹងគាត់អត់មានប្រអន់ដែរគឺគាត់បញ្ញាប់វ៉ាមិនដឹងថាគាត់ជិះបញ្ញាប់ទៅណាទេតែគាត់ផ្លូវទៅកពតជាមួយគ្នានោះគឺថាគាត់ជិះទៅរហូតហ្មងដំបូងខ្ញុំស្មានថាគាត់ទៅផ្ទះគាត់នៅម្ដុំនឹងទេប៉ុន្តែដល់តែពេលជិះយូរទៅគាត់មិនមែនទៅផ្ទះគាត់ទេគឺគាត់ទៅកពតដែរហើយមើលបងប្អូនកុងទ័រឡានគឺ100ឯណាហើយស្មានគាត់ទៅណាបាត់ហើយណាបងប្អូនដល់ពេលជិះយូរទៅនៅឃើញគាត់ទៀតនោះហើយគាត់នៅមុខរហូតនិយាយទៅដំបូងមកគឺខ្ញុំអត់ចាប់អារម្មណ៍គាត់ទេប៉ុន្តែដល់ទៅពេលឃើញតែគាត់មួយទេដាក់ចង្វែងសាហាវជាងគេហ្មងណាគឺអត់មានអ្នកផ្សេងណាជិះលឿនដូចគាត់ទេនិយាយទៅគឺខ្ញុំសុំសរសើរគាត់ដោយស្មោះហ្មងថាគាត់បកាយជិះម៉ូតូខ្លាំងណាប៉ុន្តែមិននិយាយលេងសើចអីបងប្អូនទាំងអស់គ្នានិយាយទៅឃើញគាត់ជិះលឿនអញ្ចឹងណាមានអារម្មណ៍ថាបារម្ភសុខភាពគាត់ខ្លាំងមែនតើបើមិនជាគាត់មានបញ្ហាអីមួយឬមួយក៏គាត់ដូចថាផ្លាត់តែមកបន្តិចគឺដឹងតែចប់ហ្មងហើយនេះដល់ stop ហើយគឺគាត់មានឈប់ទេគឺគាត់ទៅមុនខ្ញុំបាត់ហើយបន្ទាប់មកទទួលក្រោយមកក៏ឃើញគាត់ចេញមកវិញហើយខ្ញុំស្មានតែគាត់ទៅបាត់ហើយប្រហែលជាគាត់សម្រាកអញ្ចឹងណាហើយដល់ពេលហើយឥឡូវហ្នឹងគឺគាត់ឃើញគាត់ចេញមកវិញទេតែពួកខ្ញុំអត់ជិះប៉ុណ្ណាគាត់ទេគឺថាដល់ថ្នាក់ខ្ញុំជិះឡានហើយគឺខ្ញុំអត់តន់គាត់ហ្មងហើយជាចុងក្រោយទៅខ្ញុំក៏សម្រេចចិត្តថាឲ្យគាត់ឈ្នះដោយសន្តិវិធីអញ្ចឹងណាហើយបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយ Subscribe Channel YouTube អូនម្នាក់មួយផងណាអរគុណច្រើនបងប្អូនទាំងអស់គ្នាបាយបាយជួបគ្នានៅវីដេអូក្រោយទៀត